ដូចអ្នកទាំងអស់គ្នាឃើញនៅក្នុង Thumbnail ក៏ដូចជាចំណងជើងនៃវីដេអូខ្ញុំសម្រេចចិត្តថាឈប់វិនិយោគក្នុងផ្សារហ៊ុន CSX ហើយនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់ពីមូលហេតុទាំង3ដែលខ្ញុំសម្រេចចិត្តធ្វើដូច្នេះខ្ញុំបានចាប់ផ្ដើមវិនិយោគនៅក្នុងផ្សារ CSX នេះនៅដើមឆ្នាំ2023ជាមួយនឹងការទិញហ៊ុនរបស់ធនាគារ Acleda ហើយមូលហេតុដែលខ្ញុំសម្រេចចិត្តថាខ្ញុំទិញហ៊ុនធនាគារ Acleda នោះដោយសារខ្ញុំគិតថាអនាគតទៅផ្សារហ៊ុនទាំងមូលនៅស្រុកខ្មែរយើងតែម្ដងវានឹងអាចល្អហើយខ្ញុំយល់ឃើញថាតម្លៃហ៊ុនធនាគារ Acleda នឹងអាចមានឱកាសឡើងវិញបន្ទាប់ពីធ្លាក់តម្លៃនៅពេលដែលវាឡើង IPO ដំបូងណាដែលកាលនោះតម្លៃ IPO របស់ធនាគារ Acleda គឺ 16,200 ហើយតម្លៃដែលខ្ញុំចាប់ផ្ដើមទិញនៅដើមឆ្នាំ2023ហ្នឹងគឺមានតម្លៃប្រមាណជា 10,000 រៀលអញ្ចឹងខ្ញុំគិតថាវាមាន potential upside ដែលវានឹងកើនតម្លៃឡើងប៉ុន្តែនៅពេលដែលខ្ញុំទិញបច្ចុប្បន្នអ្នកទាំងអស់គ្នាដឹងហើយថាតម្លៃវាប្រហែលជា 7,000 រៀលប៉ុណ្ណោះអញ្ចឹងបានន័យថាការវិនិយោគរបស់ខ្ញុំនៅលើហ៊ុនរបស់ធនាគារ Acleda នេះគឺអាចចាត់ទុកថាវាបរាជ័យហើយ Acleda មិនមែនជាហ៊ុនដែលខ្ញុំទិញតែមួយទេខ្ញុំក៏បានទិញជាមួយនឹងភាគហ៊ុនរបស់ Salcad ក៏ដូចជា MJQ ដូចគ្នាហើយចំពោះ Salcad និង MJQ នេះគឺខ្ញុំទិញនៅតម្លៃ IPO តែម្ដងហើយខ្ញុំក៏បានលក់វិញដែរហើយ stock ទាំងពីរនេះគឺខ្ញុំបានចំណេញពីវាគឺខ្ញុំខាតតែទៅលើភាគហ៊ុនរបស់ Acleda ទេអញ្ចឹងនេះគឺជាសេចក្តីសង្ខេបនៃដំណើរក្នុងការវិនិយោគរបស់ខ្ញុំជាមួយនឹងទីផ្សារហ៊ុននៅស្រុកខ្មែរយើងគឺ CSX ហើយនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាពីមូលហេតុ3ដែលខ្ញុំសម្រេចចិត្តថាខ្ញុំឈប់វិនិយោគជាមួយនឹងផ្សារហ៊ុន CSX ហើយលុះត្រាតែមានលក្ខខណ្ឌមួយកើតឡើងបញ្ហាទី1គឺបញ្ហាទីផ្សារហ៊ុន CSX ដោយសារចំនួនក្រុមហ៊ុនរបស់យើងមានតិចតួចអញ្ចឹងយើងអត់សូវមានជម្រើសច្រើនក្នុងការវិនិយោគទៅលើក្រុមហ៊ុនផ្សេងៗដែលយើងស្រឡាញ់ទេទី2គឺតាក់ទងជាមួយនឹងទឹកលុយ trade នៅក្នុងមួយថ្ងៃនៃផ្សារហ៊ុន CSX ហ្នឹងគឺត្រូវបានកំណត់ដោយច្បាប់របស់ទីផ្សារហ្នឹងបានន័យថាតម្លៃវាអាចឡើងចុះត្រឹម 10% maximum អត់អាចលើសពីនឹងបានទេអញ្ចឹងបើទោះជាមានព័ត៌មានល្អឬក៏ financial statement របស់ក្រុមហ៊ុនណាដែលល្អក៏ដោយក៏តម្លៃអត់អាចលោតឡើងផុតពី 10% ឬក៏អត់អាច drop ក្រោម 10% ដែរនៅក្នុងមួយថ្ងៃអញ្ចឹង volatility តិចនេះហើយដែលធ្វើឲ្យតម្លៃប្រែប្រួលវាអត់ខ្លាំងអញ្ចឹងវាធ្វើឲ្យការវិនិយោគហ្នឹងវាអត់សូវមាន excitement នៅក្នុងហ្នឹងទេហើយម្យ៉ាងវិញទៀតគឺការ settlement ទឹកប្រាក់របស់យើងហ្នឹងគឺយឺតយ៉ាវមែនតើតួយ៉ាងដូចជាខ្ញុំលក់ភាគហ៊ុន Acleda របស់ខ្ញុំអញ្ចឹងគឺត្រូវការពេលចំនួន2ថ្ងៃបានខ្ញុំអាច transfer លុយរបស់ខ្ញុំដែលស្ថិតនៅក្នុងគណនីជួញដូរ CSX ហ្នឹងមកកាន់កុងធនាគាររបស់ខ្ញុំវិញជាចុងក្រោយនៃបញ្ហាទីផ្សារ CSX របស់យើងហ្នឹងគឺខ្វះនៅឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតដែលបើប្រៀបធៀបជាមួយនឹងផ្សារហ៊ុនរបស់សហរដ្ឋអាមេរិកអីគឺនៅខ្វះខាតឆ្ងាយមែនទែននៅផ្សារហ៊ុនអាមេរិកបើសិនជាយើងអូន100ហ៊ុននៃ stock របស់ក្រុមហ៊ុនណាមួយគឺយើងអាចប្រើប្រាស់ option ដែលវាជាឧបករណ៍ហិរញ្ញវត្ថុមួយអាចឲ្យយើង sell cover call ដើម្បីទាញយក income ជារៀងរាល់ខែចេញពីហ៊ុនដែលយើងបានអូននោះផលចំណេញដែលបានរៀបរាប់នៅក្នុងវីដេអូដែលខ្ញុំធ្លាប់បានធ្វើកន្លងមកគឺការប្រៀបធៀបផ្សារហ៊ុនខ្មែរនិងផ្សារហ៊ុនអាមេរិកផលចំណេញដែលយើងអាចទាញចេញបានពីផ្សារហ៊ុនស្រុកខ្មែរយើងគឺមានតែពីរប៉ុណ្ណោះគឺភាគលាភហើយនិងចំណេញពីការកើនឡើងនៃតម្លៃតែតួយ៉ាងលុយភាគលាភដែលខ្ញុំទទួលបានពី Acleda វាមិនអាចកាត់កងជាមួយនឹងថ្លៃខាតដែលខ្ញុំបានវិនិយោគនៅលើភាគហ៊ុនរបស់ក្រុមហ៊ុន Acleda ទេហេតុផលចុងក្រោយដែលខ្ញុំធ្វើការលក់និងឈប់វិនិយោគនៅក្នុងផ្សារហ៊ុន CSX ហ្នឹងគឺខ្ញុំត្រូវការលុយដើម្បីប្រើប្រាស់ដោយសារខ្ញុំឃើញមានឱកាសផ្សេងនៅក្នុងទីផ្សារផ្សេងអញ្ចឹងខ្ញុំលក់ហើយធ្វើការ deploy លុយទៅកាន់ឱកាសថ្មីនោះវិញហើយសង្ឃឹមថាវានឹងអាចជួយកាត់កងក៏ដូចជា compensate នៅលុយដែលខ្ញុំបានខាតនៅក្នុង CSX ក៏ដូចជាហ៊ុនរបស់ធនាគារ Acleda នេះចុះការចែករំលែកនេះមិនមែនណែនាំអ្នកទាំងអស់គ្នាឲ្យធ្វើតាមនោះទេខ្ញុំគ្រាន់តែចែករំលែកបទពិសោធន៍ខ្ញុំប៉ុណ្ណោះហើយខ្ញុំនឹងត្រឡប់មកកាន់ CSX វិញនៅពេលដែលមានទំនើបកម្មក៏ដូចជាមានក្រុមហ៊ុនកូនខ្មែរច្រើនចូលរួមនៅក្នុងផ្សារមូលបត្រនេះដែលវានឹងធ្វើឲ្យខ្ញុំមានជម្រើសច្រើនក្នុងការជ្រើសរើសក្រុមហ៊ុនដែលល្អហើយអាចវិនិយោគនៅក្នុងផ្សារមូលបត្រកម្ពុជាយើងបានសម្រាប់អ្នកដែលបានវិនិយោគនៅក្នុងផ្សារហ៊ុន CSX នេះហើយអ្នកនរគ្នាអាចបន្តបានដែលអត់ចាំបាច់ទៅវិនិយោគលើទីផ្សារក្រៅប្រទេសអីទេព្រោះដោយសារ
ការវិនិយោគនៅទីផ្សារក្រៅប្រទេសវាមានភាពស្មុគស្មាញដូចគ្នាអញ្ចឹងបើយើងនៅស្ទើរយើងអត់សូវចេះអីទេវិនិយោគនៅក្នុងផ្សារហ៊ុនស្រុកខ្មែររបស់យើងហ្នឹងគឺសុវត្ថិភាពបំផុតហើយហើយណាមួយទៀតគឺយើងអាចទទួលបាន dividend ក៏ដូចជា capital gain ចេញពី stock ហ្នឹងដែរបើសិនជា stock ហ្នឹងឡើងថ្លៃលើកលែងតែ stock Ecelida ដែលខ្ញុំវិនិយោគនឹងមួយទេដែលវាធ្លាក់ចុះអូខេអញ្ចឹងអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានស្ដាប់ពីមូលហេតុទាំង3ដែលខ្ញុំធ្វើការឈប់វិនិយោគនៅក្នុងផ្សារហ៊ុន CSX នេះហើយបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងថាផ្សារហ៊ុន CSX ជាមួយនឹងផ្សារហ៊ុនអាមេរិកខុសគ្នាយ៉ាងណាអ្នកទាំងអស់គ្នាអាចទស្សនាវីដេអូខាងលើនេះបាន